សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកលេងប្រទេសមួយដែលគេល្បីថាជាប្រទេសដែលនៅក្រោមនីវ៉ូទឹកសមុទ្របងប្អូននោះគឺជាប្រទេសហូឡុងគឺជាប្រទេសដែលមានទឹកដីមួយភាគធំនៅក្រោមនីវ៉ូទឹកសមុទ្របងប្អូនអញ្ចឹងទៅមកខាងខ្ពស់មកខាងទាបហើយឥឡូវខ្ញុំកំពុងតែឈរហ្នឹងអាហ្នឹងគឺផ្លូវទំនប់គេហ្នឹងផ្លូវពណ៌ក្រហមហ្នឹងយើងដើរបានយើងជិះកង់បាននឹងទំនប់សពនិមិត្តគេធ្វើឡើងរាប់ឆ្នាំហើយដើម្បីទប់ទឹកកុំឲ្យវាហូរចូលក្នុងភូមិហើយអាខាងដបូលឿងហ្នឹងអាហ្នឹងភូមិគេភូមិខាងក្រោមទឹកសមុទ្រហ្នឹងហើយនៅខាងស្ដាំហ្នឹងខាងឆ្វេងហ្នឹងអាហ្នឹងសមុទ្រនៅប្រទេសនេះបើខុសពីខែក្តៅចេះទឹកវាអត់សូវថ្លាព្រោះតែសារតែពេលខែត្រជាក់វាមានខ្យល់ខ្លាំងអញ្ចឹងទឹកល្អក់ហើយវាមានកប៉ាល់ចេញចូលតាមនឹងច្រើនសារប្រទេសវាតូចហើយជ្រកឈូងសមុទ្រហ្នឹងវាតូចដែរពីប្រទេសអង់គ្លេសមកហើយនៅជុំវិញហ្នឹងមានកំពង់ផែច្រើនអញ្ចឹងទៅខាងឆ្នេរចេះអត់សូវជាទឹកថ្លាហ្មងទេដល់ថ្ងៃណាទឹករៀងស្ងប់អត់សូវមានអាហ្នឹងមកទឹកថ្លាឆ្នេរស្រុកគេនេះវាមិនសូវជាមានធម្មជាតិច្រើនទេនៅនេះមានតែខ្សាច់អញ្ចឹងទៅហើយស្មៅអញ្ចឹងទៅដោយសារនៅស្រុកនេះស្រុកត្រជាក់បងប្អូនទៅអញ្ចឹងទៅវាអត់សូវមានអីទេខាងសមុទ្រហ្នឹងខាងប្រទេសអង់គ្លេសបើថាជាងជីកប៉ាល់អីខ្ទង់ប្រហែលជា4-5 ម៉ោងអីបើជិះលឿនដល់ហើយមកទៅហើយបើនៅបារាំងវាមានផ្លូវក្រោមដីមួយអាហ្នឹងផ្លូវអាទិភ្លឺអាហ្នឹងជិះតា1 ម៉ោងអី2 ម៉ោងអីដល់ហ្មងលឿនហ្មងបាទបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាទសិនជាខ្ញុំបានទៅលេងណាខ្ញុំនឹងធ្វើវីដេអូឲ្យបងប្អូនមើលទៀត